Thái អនុម័ត Tether USDT ជាគ្រីបតូស្របច្បាប់តាមការប្រកាសផ្លូវការពី Tether គណៈកម្មការមូលបត្រថៃ SEC បានអនុម័ត USDT ជារូបិយប័ណ្ណគ្រីបតូស្របច្បាប់នៅថៃនឹងចូលជាធរមានចាប់ពីថ្ងៃទី16ខែមីនាឆ្នាំ2025នេះតទៅតើវាប៉ះពាល់ទីផ្សារគ្រីបតូយ៉ាងដូចម្តេចការអនុម័តនេះមានន័យថា USDT នឹងអាចប្រើប្រាស់ស្របច្បាប់នៅថៃដែលជាប្រទេសមួយកំពុងរីកចម្រើនផ្នែក Fintech និង Crypto ដែលអនុញ្ញាតឲ្យ USDT អាចចរាចរនៅក្នុងទីផ្សារថៃដោយមានការគាំទ្រពី SEC ជួយបង្កើនទំនុកចិត្តអ្នកវិនិយោគសម្រាប់ការទូទាត់វិញអាជីវកម្មនិងបុគ្គលអាចប្រើប្រាស់ USDT សម្រាប់ការទិញលក់ឬផ្ទេរប្រាក់ដោយមានស្ថិរភាពតម្លៃ1 USDT ស្មើនឹង$1ថៃជាទីផ្សារគ្រីបតូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ដូច្នេះការទទួលស្គាល់ USDT អាចជំរុញការប្រើប្រាស់ Stablecoin នៅតំបន់នេះបានលើពីនេះវាបង្ហាញថារដ្ឋាភិបាលចាប់ផ្ដើមទទួលយក Stablecoin ជាផ្នែកនៃសេដ្ឋកិច្ច Digital ខណៈ USDT មានទីផ្សារធំជាងគេ Market Cap ជាង$100,000 លានក្នុងចំណោម Stablecoin ដូច្នេះការអនុម័តនេះជាជំហានធំសម្រាប់ USDT និងទីផ្សារគ្រីបតូនៅប្រទេសថៃវាមិនត្រឹមតែបង្កើនភាពជឿជាក់ទេប៉ុន្តែវាអាចទាក់ទាញអ្នកប្រើប្រាស់និងប្រទេសជិតខាងឲ្យធ្វើតាមដោយជួយ Stablecoin ឲ្យពង្រីកឥទ្ធិពលជាសកលផងដែរប៉ុន្តែការអនុម័ត USDT នៅថៃក៏អាចជះឥទ្ធិពលទៅលើទីផ្សារគ្រីបតូទាំងមូលដូចគ្នា USDT ស្របច្បាប់ធ្វើឲ្យអ្នកវិនិយោគថៃងាយចូលទីផ្សារគ្រីបតូដោយប្តូរប្រាក់បាតទៅជា USDT ដើម្បីទិញ Bitcoin និង Ethereum ជាដើមនៅពេលទីផ្សារធ្លាក់ដូចជា Bitcoin ធ្លាក់ក្រោម$80,000គេប្រើ USDT ជាកន្លែងសុវត្ថិភាពបើថៃជោគជ័យប្រទេសផ្សេងៗដូចជាឥណ្ឌូនេស៊ីនិងវៀតណាមក៏អាចអនុម័ត Stablecoin ដូចគ្នាដើម្បីពង្រីកឥទ្ធិពល USDT ដូចគ្នាប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាទុនបម្រុងរបស់ Tether ដែលអាចបង្កហានិភ័យហើយបើមានបញ្ហាអាចប៉ះពាល់ទំនុកចិត្តអ្នកវិនិយោគនៅថៃបានដូចគ្នាសរុបមកវិញនេះជាដំណឹងល្អសម្រាប់ USDT និង Crypto ដែលអាចជួយជំរុញកំណើនតែត្រូវតាមដានភាពរឹងមាំរបស់ Tether ដើម្បីរក្សាស្ថិរភាពផងដែរ